ដែលជាទូប្រកួតអន្តរជាតិមិត្តភាពកម្ពុជាថៃទឹកទី1 round 1 ទឹកទី1 round 1 រវាងកីឡាកររបស់ព្រះរាជាណាចក្រកម្ពុជាលៅចន្ទ្រានិងកីឡាករគុណសឹកលេខអរវ៉ាន់មឿងអាយុ22ឆ្នាំទេអាឡៃចន្ទ្រាក៏22ដូចគ្នាដែរកម្ពស់ដូចគ្នារៀប70ដូចគ្នាកម្ពស់អមែនតើបាទអ្នកបញ្ជាក្នុងការប្រកួតគឺលោកធុនសុធាយ៉ាងណាមិញក៏មិនបំភ្លេចដែរម្ចាស់ឧបត្ថម្ភតុំនៅក្នុងកម្មវិធីពីស្រាបៀលីអូឈ្នះរង្វាន់ដ៏រីករាយជាមួយនឹងស្រាបៀលីអូចាប់ពី$1រហូតដល់$1000ផងដែរក៏ប៉ុន្តែពិសាស្រាសូមទទួលខុសត្រូវដោយខ្លួនឯងឥឡូវបន្តការប្រកួតនៅលើសង្វេប្រកួតទាត់ក្រៅមួយល្អមែនទែនបាទវ៉ាន់មឿងវ៉ាន់មឿងមង្គលខៀវបើពិសាបច្ចេកទេសគេហៅថាទាត់ចន្ទល់បាត់ឆ្វេងម្ដាយរបស់វ៉ាន់មឿងល្អមែនទែនហើយចន្ទ្រាក៏មិនញញើដែរចន្ទ្រាញាក់ទាត់ក្រៅរបស់ចន្ទ្រាបាទទាត់ផុតចំហខ្លួនឯងវ៉ាន់មឿងជើងមកគេខ្ពស់មែនតើបាទខ្ពស់បាទតែលើកទាត់មិនស្រួលគឺផុតចំហហើយបាត់ឆ្វេងអូឡើងចន្ទ្រាជើងទ្រូនមែនតើតោះស្នាមមកបាញ់មិញអូហើយយកមកជង្គង់អររបស់ឡើងចន្ទ្រាល្អមែនទែនតែស្នេហ៍ជនស្លាប់ឃើញទេបាទស្លាប់ឃើញអត់បាទនេះគឺជង្គង់អរូបភាពយឺតជង្គង់អឆ្វេងហើយអត់មានកាត់តទេតែស្នេហ៍ជនផ្សាយផ្ទាល់បាទសូមស្វាគមន៍ដល់នេះអូយបាទមិនគួរជាបាទសងសាច់តាន់ពេលវេលាបាទអត់បាច់មិនឯងបន្តសន្លប់ក្នុងទឹកទី4ឥឡូវខ្លាចចិត្តគ្នាចូលទឹកចូលទៅទឹកទី1ឡើយហើយបាទមិនធម្មតាទេតែប៉ុនកីឡាករថៃហ្នឹងខ្លាំងតែគាត់ស្គាល់បាញ់វិញបាទផ្លោតអូយផ្លោតមែនតើគោលក្រហមលៅចន្ទ្រាឈ្នះកីឡាករថៃដែលកីឡាករថៃសន្លប់ក្នុងទឹកទី1